បងប្អូនជីដូនមួយត្រូវនារីម្នាក់ចោទប្រកាន់លួចថតរូបក្នុងបន្ទប់ទឹករាជធានីភ្នំពេញយុវជន2នាក់ជាបងប្អូនជីដូនមួយរត់កង់3ចូលបន្ទប់ទឹកស្រីហើយយកទូរស័ព្ទលួចថតរូបនារីបុគ្គលិកចាក់សាំងកំពុងចូលបន្ទប់ទឹកធ្វើឲ្យនាងស្រែករត់ចេញពីបន្ទប់ទឹកប្រាប់សន្តិសុខឯកជនជួយឃាត់ប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង 9:20 នាទីយប់ថ្ងៃទី21 ខែធ្នូឆ្នាំ 2024 នៅចំណុចស្ថានីយ៍ប្រេងសូគីមិចតាមផ្លូវព្រះនរោត្តមស្ថិតនៅភូមិ10សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនយុវជន2នាក់មានឈ្មោះកងតុលាអាយុ18ឆ្នាំមុខរបររត់កង់3ឥណ្ឌាស្នាក់នៅសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញត្រូវជាបងប្រុសជីដូនមួយនិងយុវជនឈ្មោះអុករណាអាយុ16ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិកំពង់ស្វាយឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែងយុវជនដែលរងការចោទប្រកាន់ខាងលើបានប្រាប់អ្នកយកព័ត៌មានថាមុនកើតហេតុគាត់ប្រកបរបររត់កង់3ឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ 1KE 4669រត់ពេលយប់មានគ្នា2នាក់បងប្អូនជីដូនមួយស្រាប់តែមកដល់ស្ថានីយ៍ប្រេងក៏បានឈឺពោះចូលបន្ទប់ទឹកហើយប្អូនប្រុសជីដូនមួយចូលបន្ទប់ទឹកស្រីពេលគាត់ចេញមកមុនប្អូនប្រុសរបស់គាត់មិនទាន់ចេញគាត់បានដើរចូលបន្ទប់ទឹកស្រីគោលបំណងយកទូរស័ព្ទមក Oppo ទៅលួចថតប្អូនប្រុសជីដូនមួយលេងតែចៃដន្យនារីម្នាក់គាត់បានចូលបន្ទប់ទឹកក៏មានការយល់ច្រឡំថាលួចថតរូបគាត់កំពុងចូលបន្ទប់ទឹកតែតាមពិតមិនមានបំណងលួចថតនារីនោះទេគោលបំណងថតប្អូនជីដូនមួយគាត់ទេក្រោយមកក៏សន្តិសុខខាត់ខ្លួន2នាក់បងប្អូនជីដូនមួយរួមនឹងកង់3ឥណ្ឌាសមត្ថកិច្ចនាំយកគាត់មកប៉ុស្តិ៍តែម្ដងយោងតាមស្ត្រីម្នាក់អាយុប្រមាណ25ឆ្នាំសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាមុនកើតហេតុគាត់ជាបុគ្គលិកស្ថានីយ៍ចាក់សាំងវេនយប់បានចូលបន្ទប់ទឹកស្រាប់តែចាក់សោចូលបន្ទប់ទឹកឃើញមានទូរស័ព្ទថតពីចន្លោះខាងក្រោមទ្វារបន្ទប់ទឹកពេលក្រឡេកឃើញរត់ចេញក្រៅប្រាប់សន្តិសុខឲ្យឃាត់យុវជន2នាក់ហើយចាប់យកទូរស័ព្ទរបស់បុរសខាងលើមកមើលអត់មានឃើញរូបគាត់ពេលចូលបន្ទប់ទឹកទេតែយ៉ាងណាក៏ប្តឹងសមត្ថកិច្ចឲ្យយកមកពោះសិនទោះថតឬមិនថតការពារទុកជាមុនប្រសិនមានធ្លាយរូបពេលណាមួយនឹងប្តឹងតែយប់នេះចំពោះមុខសមត្ថកិច្ចមិនប្តឹងបុរសខាងលើទេដោយសារអាណិតមនុស្សអត់ចេះអក្សរមិនស្គាល់បន្ទប់ទឹកប្រុសឬក៏បន្ទប់ទឹកស្រី